សួស្តីអ្នកនាងនៅក្នុងវីដេអូឃ្លីបមួយនេះខ្ញុំនឹងចែករំលែកបងប្អូនទាំងអស់គ្នាបាទតាក់ទងជាមួយនឹងការដោះស្រាយបញ្ហា Facebook ជាប់180ថ្ងៃបាទដូចនៅក្នុងរូបថតដែលខ្ញុំបានបង្ហាញនេះអូខេវិធីដោះស្រាយអត់ពិបាកទេបាទជាដំណឹងដំបូងគឺបងប្អូនត្រូវរើសកូដប្រទេសសិនបាទហើយកន្លែងនេះគឺបងប្អូនរើសមកបាទកូដប្រទេសរបស់ខ្មែរយើងគឺ855បាទបូក855អូខេយើងវាយ KH ឬក៏ Cambodia បើថាវាយមិនចេញទេបងប្អូនអូសបាទរកមើលពាក្យថា Cambodia បាទបូក855តែបងប្អូនវាយលេខទូរស័ព្ទយើងចូលមកបាទលេខទូរស័ព្ទដែលប្រើរាល់ថ្ងៃលេខទូរស័ព្ទដែលអាចទទួលកូដបានកន្លែងនេះខ្ញុំបានវាយលេខទូរស័ព្ទរបស់ខ្ញុំបាទដោយសារលេខទូរស័ព្ទរបស់ខ្ញុំ access ទី1គឺខ្ញុំបានវាយចូលហើយក៏មិនតែវាអត់បានដោយសារតែខ្ញុំប្រើជាមួយនឹងគណនី Facebook ច្រើនពេកបាទហើយខ្ញុំបានដូរ access ទី2ក៏នៅតែបានទៀតដោយសារយើងប្រើ Facebook ច្រើនណាហើយកន្លែងនេះបើសិនជាដាក់លេខអត់បានទេតែបងប្អូនរកលេខថ្មីដូចត្រង់កន្លែងនេះគឺខ្ញុំបានដូរពីលេខដូរអត់បានទេខ្ញុំបានដាក់លេខថ្មីបាទអ្នកគ្នាដល់កន្លែងនេះគឺខ្ញុំបានទិញបាទទិញ SIM បាទទិញលេខទូរស័ព្ទតាមអនឡាញក៏ដោយសារតែនៅខាងក្រោយខ្ញុំប្រើតែ2ប្រព័ន្ធទេបាទដល់ពេលអញ្ចឹងទៅដាក់ទៅវាបានដោយសារ2លេខនេះខ្ញុំបានបង្កើត Facebook ហើយនៅពេលដែលបងប្អូនបានលេខទូរស័ព្ទថ្មីហើយបាទយើងវាយលេខទូរស័ព្ទចូលមកហើយយើងដាក់កូដវាដែលផ្ញើសារយើងយកអាកូដដែលគេផ្ញើសារមកវាយចូលក្នុងអបនោះណាបងប្អូនមើលតាមវីដេអូមកដោយសារតែខ្ញុំប្រើលេខទូរស័ព្ទរបស់អនឡាញដល់ពេលអញ្ចឹងទៅវាខុសគ្នាតិចតួចក៏ប៉ុន្តែវាតម្រង់តែមួយទេបាទហើយត្រង់កន្លែងនេះគឺគេឲ្យយើងវាយអ៊ីមែលចូលបាទអ៊ីមែលដែលបងប្អូនប្រើរាល់ថ្ងៃដែលអាចទទួលកូដបានបាទគឺដូចគ្នាជាមួយនឹង Facebook ហ្នឹងហើយឥឡូវនេះខ្ញុំបានចូលមក check មើលលេខកូដអ៊ីមែលបាទឥឡូវនេះខ្ញុំនៅពេលដែលបងប្អូនបានលេខកូដអ៊ីមែលដែលគេខាង Facebook បានផ្ញើសារចូលហើយបងប្អូនយកមកបាទដូចនៅក្នុងនេះគឺ32 65និង78បងប្អូនបាទឥឡូវនេះបងប្អូនវាយចូលទៅបានហើយតទៅមុខទៀតបាទនៅពេលដែលវាយចូលបានហើយបងប្អូនត្រូវតែ scan មុខបាទហ្នឹងហើយបងប្អូនមើលសញ្ញាព្រួញតែគេណាប្រាប់គេឲ្យយើងងាកឆ្វេងងាកស្ដាំងាកទៅលើងាកទៅក្រោមវិញធ្វើតាមគេមកបាទងាកអស់មកអញ្ចឹងស្រ័យផងបងប្អូនដោយសារខ្ញុំនៅក្នុងបន្ទប់ទៅខ្ញុំតែងតែដកអាវដើម្បីអញ្ចឹងតែខ្ញុំអាចនឹងបាំងអីតិចតួចដែរហ្នឹងហើយត្រង់កន្លែងនេះគឺគេឲ្យយើង upload ID card ហ្នឹង upload ដូចគេបើយើងមាន password យើងដាក់ password មកដាក់តាក់សញ្ញាប័ណ្ណដាក់អីក៏បានដែរហ្នឹងហើយបើមានមួយណាដាក់មួយហ្នឹងណានៅក្នុងវីដេអូនេះគឺខ្ញុំបានដាក់ជាមួយនឹង password ដោយសារតែតាក់សញ្ញាប័ណ្ណរបស់ខ្ញុំបានបាត់បាទដល់ពេលចឹងខ្ញុំដាក់ password អូខេបងប្អូនដាក់ password ចូលមកបាទយើង scan password ចូលមកអូខេឥឡូវខ្ញុំ scan បានហើយខ្ញុំ scan ទី1វាច្បាស់ដល់ពេលចឹងទៅខ្ញុំ scan លើកទី2បាទថតលើកទី2បានច្បាស់ណាអូខេបន្តមកទៀតគឺគេឲ្យយើងរងចាំបងប្អូនឃើញកន្លែងនេះអត់កន្លែងនេះបើជួនកាលយើងធ្វើភ្លាមទៅបានហើយយើងគ្រាន់តែ clear ចោលឬចូលមកវិញវាបានណាក៏ប៉ុន្តែបើ Facebook ខ្លះទៀតអាចនឹងចាំ2 3នាទី4 10នាទីឬក៏យ៉ាងយូរបំផុតគឺ1ថ្ងៃបងប្អូនណាបើតាមខ្ញុំតែងធ្វើគឺ4 10នាទីបាទតែមាន account ខ្លះគឺអាចឈានដល់1ថ្ងៃឬក៏ខ្លះថ្ងៃ